ខ្ញុំជឿថាមុខនេះហាក់គឺជាចំណូលចិត្តរបស់បងប្អូនណាខ្លះដែលគាត់ចូលចិត្តលក្ខណៈគ្រឿងសមុទ្រណាបងប្អូនទាំងអស់គ្នាគឺថាអូយជាតិមែនតែនហ្មងបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺថានាងខ្ញុំទៅទិញងាវមកពីផ្សារបងប្អូនគឺថាទិញតាកន្លះគីឡូអីមកបានហើយបងប្អូនហើយក៏ឆ្លៀតមកទិញជាមួយនឹងជីហើយម្ទេសហើយនឹងម្ដេងកោសក្រីផងដែរបងប្អូនទាំងអស់គ្នាដើម្បីយកមកធ្វើងាវអប់អំបិលម្ទេសរបស់យើងដែលជាដំបូងគឺថាយើងមកបុកជាមួយនឹងអំបិលម្ទេសរបស់យើងសិនមកបងប្អូនទាំងអស់គ្នាសម្រាប់អំបិលរបស់យើងបងប្អូនគឺថាយើងដាក់មកបរិមាណដែលសមរម្យមកល្មមទៅកុំឲ្យវាដិតពេកបងប្អូនហើយក្នុងនោះគឺថានាងខ្ញុំក៏បានបន្ថែមជាមួយនឹងស្ករហើយនឹងប៊ីចេងផងដែរព្រោះដោយសារទី1អំបិលវាហាងប្រៃហើយសម្រាប់ខ្ទឹមគឺថានាងខ្ញុំអត់បានបកសបកវាចេញបងប្អូនគឺថាបុកតង់សបកអញ្ចឹងទី1ឲ្យវាឈ្ងុយបងប្អូនវាឈ្ងុយចេញពីសបកខ្ទឹមហ្មងអីផងអញ្ចឹងគឺថាយើងបុកវាឲ្យម៉ត់មកសម្រាប់មុខនេះបងប្អូនគឺថាបើយើងដាក់អំបិលម្ទេសបើយើងឲ្យហិលណាកាន់តែហិលបងប្អូនគឺថាកាន់តែឆ្ងាញ់ហ្មងវាហិលប្រៃផ្អែមហិលប្រៃផ្អែមហើយយើងផ្តាប់ជាមួយនឹងទឹកម្រេចទឹកអីទៀតមកបងប្អូនទាំងអស់គ្នាគឺថាអូយជាតិមែនតែនហ្មងបងប្អូនអ្នកបងប្អូនគឺថានាងខ្ញុំចាប់ផ្ដើមបន្ថែមជាមួយនឹងគ្រឿងទេសរបស់យើងហើយដាក់ជាមួយនឹងប៊ីចេងចូលហើយបុកវាបុកធ្វើយ៉ាងណាឲ្យវាម៉ត់ទៅហើយសម្រាប់ម្ទេសហ្នឹងគឺថានាងខ្ញុំប្រើលេជាមួយនឹងម្ទេសខៀវអញ្ចឹងគឺថាវាអត់សូវឃើញពណ៌ដិតល្អទេបងប្អូនមើលទៅថាអំបិលរបស់យើងម៉ត់ល្អហើយគឺថាយើងវិលមកលាងជាមួយនឹងម្ដេងកោសក្រីរបស់យើងបងប្អូនទាំងអស់គ្នាហើយក្នុងនោះផងដែរគឺថានាងខ្ញុំប្រើជាប្រភេទជីពងទាកូនបើបងប្អូនគាត់មានជាប្រភេទផ្លែចេកឬមួយក៏ការ៉ុតអីគាត់ចេះញ៉ាំអីចឹងគឺថាគាត់ផ្តាប់ជាមួយគ្នាក៏ឆ្ងាញ់ដែរបងប្អូនគឺថារសជាតិវាម្យ៉ាងម្នាក់វាឆ្ងាញ់ដូចគ្នាបើចំពោះងាវវិញបងប្អូនគឺថានាងខ្ញុំតែងមកចូលឲ្យគេបាញ់ឲ្យបងប្អូនកន្លែងគេលាងម៉ូតូឲ្យគេបាញ់ឲ្យដល់ពេលអញ្ចឹងឃើញវាពណ៌រាងសហើយយកមកដល់ផ្ទះហ្នឹងឆ្លៀតច្បាច់បាយច្បាច់អីហើយអានេះលាងទឹកចុងក្រោយបងប្អូនកុំឲ្យបងប្អូនសាមមកព្រោះកុំឲ្យឃើញលាងច្រើនទឹកពេកហើយសម្រាប់កោសក្រីរបស់យើងគឺថានាងខ្ញុំហាន់ជាចំណិតបែបនេះវាអាស្រ័យលើបងប្អូនទេបើបងប្អូនគាត់ចង់ដាំឬមួយក៏អីក៏សេចក្ដីចិត្តបងប្អូនទៅអត់ជាបញ្ហាទេសំខាន់អត់តែយើងដាក់ជាម្ដេងកោសក្រីនិងស្លឹកក្រូចបើយើងចូលក្នុងហ្នឹងមកគឺថាវាមានក្លិនឈ្ងុយបងប្អូនទាំងអស់គ្នាហើយសម្រាប់ងាវអំបិលម្ទេសនេះផងដែរគឺថានាងខ្ញុំអប់នៅលើខ្ទះហើយអត់បានអប់នៅក្នុងលក្ខណៈថាជាម៉ាស៊ីន microwave ឬមួយក៏អីណាបងប្អូនគឺថាយើងធ្វើបែបសាមញ្ញណាហើយក៏ឆ្លៀតពេលធ្វើជាប្រភេទទឹកម្រេចរបស់យើងផងដែរក្នុងនោះគឺថាយើងប្រើជាមួយនឹងម្ទេសហើយនឹងខ្ទឹមសរបស់យើងសម្រាប់ទឹកម្រេចរបស់យើងបងប្អូនគឺថាអត់យករសជាតិប្រៃទេណាបងប្អូនសូមឲ្យរសជាតិមួយដែលថារាងផ្អែមព្រោះដោយសារអាងាវអំបិលម្ទេសរបស់យើងហ្នឹងវាមានរាងជាតិរាងប្រៃទេបងប្អូននៅពេលដែលយើងញ៉ាំជាមួយនឹងទឹកម្រេចដែលប្រៃទៀតទៅគឺថាវាប្រៃខែពេកអញ្ចឹងគឺថាយើងដាក់រសជាតិបរិមាណដែលល្មមដែលថារសជាតិវារាងផ្អែមតិចទៅបងប្អូនទាំងអស់គ្នាយើងធ្វើការច្បងអំបិលម្រេចរបស់យើងមកយើងប្រើជាមួយនឹងក្រូចឆ្មាសម្រាប់ថ្ងៃនេះគឺថានាងខ្ញុំទិញបានជាមួយនឹងក្រូចឆ្មាខ្មែរបងប្អូនក្រូចឆ្មាស្រែយើងគឺថាអូសាប៊ូទឹកមែនតែនតែបើក្រូចឆ្មាដែលគេនាំចូលអាផ្លែធំបងប្អូនវាភាគច្រើនវាអត់សូវសាប៊ូទឹកដូចក្រូចឆ្មាយើងទេក្រូចឆ្មាយើងគឺថាឈ្ងុយហើយទឹកច្រើនទៀតបងប្អូនអើយមើលតាមអំបិលម្រេចគឺថាអូយតំណងមែនតែនបងប្អូនអើយតែយើងមកចាប់ផ្ដើមលេខគ្រឿងងាវរបស់យើងសម្រាប់ងាវរបស់ខ្ញុំនេះផងដែរគឺថានាងខ្ញុំអប់នៅក្នុងខ្ទះសិនបងប្អូនមុននឹងយកទៅដាក់នៅលើភ្លើងតែបើបងប្អូនខ្លះគឺថាគាត់អប់នៅលើភ្លើងហ្មងក៏បានដែរអត់ជាបញ្ហាតែសម្រាប់នាងខ្ញុំសូមអប់វានៅក្រៅចេះហើយទី1កុំឲ្យវាឈួលហងហើយសម្រាប់ងាវរបស់ខ្ញុំនេះផងដែរគឺថាវារាងគ្រាប់តូចបងប្អូនបើបងប្អូនដែលគាត់ថាគាត់អាចទិញអាងាវយ៉ាងគ្រាប់ធំជាងហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនតែនឹងខ្ញុំអត់មានលក់បងប្អូនគឺថាមានតែគ្រាប់តូចចែកចឹងគឺថាវាលះឆ្អិនណាបងប្អូនទាំងអស់គ្នាយើងដាក់ផ្ងំងាវរបស់យើងនៅលើភ្លើងមកគឺថាបើភ្លើងហឹមហ្មមទៅបងប្អូនហើយទី1សូមបងប្អូនកុំដើរចោលនៅពេលដែលយើងអប់នៅលើខ្ទះជីគឺថាវាងាយនឹងឆាប់ឆ្អិនមែនតើបងប្អូនគឺថាវាលឿនណាខ្ញុំຕົកតារយៈពេលដូចជា10-5នាទីបងប្អូនគឺថាងាវរបស់យើងឆ្អិនហ្មងហើយចាំមើលនាងខ្ញុំហែកឲ្យបងប្អូនមើលគឺថាតំណមែនតើវាលក្ខណៈថាវានៅសាច់ពេញល្អបងប្អូនទាំងអស់គ្នា
để dương đặt plưng tịch tịchแบบnày hay dương mơ tại thả viên là mồm để dương từ tôi dọn bàn hay cứ ta dương bắt plưng lực về tranh móc bong bóng nữa cái này dương riệp đặt thả bà dương mất hay bà nhảy về đôi chia bên bong bóng này cứ thành nhẹ sạch bền tên màu tận nổ ngao bong bóng ơi để cho này ở video bọn em không có channel thì mình chọc đây bong bóng nữa cái này con chán bye bye bong bóng